បបិទ្ធព្រះអង្គជាបរិសអែជាន័យខ្ញុំសូមនមស្ការព្រះអង្គបបិទ្ធព្រះអង្គជាបរិសដ៏ឧត្តមខ្ញុំសូមនមស្ការព្រះអង្គក្នុងលោកនេះព្រមទាំងទេវលោកមិនមានបុគ្គលណាមួយប្រៀបផ្ទឹមស្មើនឹងព្រះអង្គឡើយបបិទ្ធព្រះអង្គជាបរិសអែជាន័យខ្ញុំសូមនមស្ការព្រះអង្គបបិទ្ធព្រះអង្គជាបរិសដ៏ឧត្តមសភាពដតីស្មើដល់ញាណរបស់ព្រះអង្គមិនមានឡើយមានតែញាណរបស់ព្រះអង្គទើបឧត្តមជាកំណត់ព្រះសម្ពុទ្ធទាំងឡាយទ្រង់បរិបូរដោយព្រះរូបផងសិលផងសមាធិផងបញ្ញាផងទ្រង់មានការអត់ធន់ប្រៀបដូចជាផែនដីទ្រង់មានសិលប្រៀបដូចជាសមុទ្រសាគរទ្រង់មានសមាធិប្រៀបដូចជាភ្នំសេនេរុទ្រង់មានប្រញាណប្រៀបដូចជាលំហនៃអាកាសខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសពកាលព្រះត្រៃបិដកភាគ74ពុទ្ធសញ្ញិកាថេរាបទានទី9ខ្ញុំបានយល់សពឃើញថាព្រះសិទ្ធត្ថៈជាលោកនាយកទ្រង់ជាឆ្នាំក្នុងត្រៃលោកទ្រង់ប្រសើរជាងពួកនរៈទ្រង់មានឥន្ទ្រីស្ងប់រងាប់ស្ដេចពុទ្ធដំណើរទៅក្នុងចន្លោះព្រៃទ្រង់មានរស្មីដោយព្រះអាទិត្យដែលទៅនឹងរះឬដោយព្រះអាទិត្យដែលមានរស្មីលឿងខ្ញុំបានញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គនោះហើយបានទៅកើតក្នុងសុគតិក្នុងកាប់ទី94អំពីកាប់នេះក្នុងកាលនោះព្រោះហេតុដែលខ្ញុំបាននៅសញ្ញាខ្ញុំមិនដែលស្គាល់ទុគតិនេះជាផលនៃពុទ្ធសញ្ញាបដិសម្ភិទា4វិមក8និងអភិញ្ញា6នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធខ្ញុំបានប្រតិបត្តិហើយបានឮថាព្រះពុទ្ធសញ្ញិកាថេរៈមានអាយុបានសម្ដែងនៅគាថាទាំងនេះដោយប្រការដូចនេះចប់ពុទ្ធសញ្ញិកាថេរាបទាន